ក្មេងប្រុសបានរកឃើញថាស្ទ្រីមនៅរដូវក្តៅត្រូវបានកកគាត់បានឈោងដៃទៅប៉ះទឹកកកភាពត្រជាក់បានសាយភាយពេញរាងកាយរបស់គាត់យ៉ាងឆាប់រហ័សសូម្បីតែពេលគាត់ដើរលើទឹកកកក៏មិនប្រេះដែរទោះជាយ៉ាងណាពេលគាត់ងាកចេញភ្លាមស្នាមប្រេះមួយបានលេចឡើងក្នុងស្រទាប់ទឹកកក10ម៉ែត្រមិនយូរប៉ុន្មានក្មេងប្រុសក៏ត្រឡប់មកវិញគាត់រន្ធត់ចិត្តពេលឃើញទឹកកកក្នុងអូរបានរលាយគាត់អោនចុះដោយប្រុងប្រយ័ត្នដើម្បីប៉ះវាទឹកលែងត្រជាក់ដូចមុនទៀតហើយក្មេងនោះក៏ដាក់បាល់ចូលក្នុងទឹកហើយមើលវាបាត់នៅមុខភ្នែកប៉ុន្តែវិនាទីបន្ទាប់បាល់បានអន្តែតចុះពីខាងលើគាត់គិតថាវាអាចជាការបំភាន់ប៉ុន្តែបន្ទាប់ពីពិនិត្យយ៉ាងយកចិត្តទុកដាក់គាត់បានបញ្ជាក់ថាវាជាបាល់ដូចគ្នាក្មេងប្រុសបានសម្រេចចិត្តចាក់ចេញភ្លាមប៉ុន្តែនៅពេលនេះស្រាប់តែមានសំឡេងដែលធ្លាប់ឮមកពីក្រោយគាត់ក្មេងប្រុសដោយមានអារម្មណ៍ត្រជាក់ក៏ងាកមករកឃើញថាទឹកដែលធ្លាប់ហូរនោះបានកកម្ដងទៀតក្មេងប្រុសមិនចង់នៅទីនេះទេគាត់ដើរកាត់ព្រៃហើយមកក្រុមហ៊ុនរបស់ម្ដាយគាត់បានឃើញយន្តហោះដ៏ធំដែលគាត់មិនធ្លាប់ឃើញពីមុនមកប៉ុន្តែនៅពេលដែលម្ដាយរបស់គាត់បានបង្ហាញខ្លួននៅចំពោះមុខគាត់ក្មេងប្រុសនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់បានចេញក្រៅតែ1 ម៉ោងប៉ុណ្ណោះប៉ុន្តែម្ដាយរបស់គាត់ហាក់ដូចជាមានបទពិសោធន៍30 ឆ្នាំ